នៅចាំគាត់បានទេបងប្អូនតារាសម្ដែងប្រុសឡុងវីរៈយុទ្ធហៅនីភូដែលធ្លាប់ដើរជាតួឯកប្រុសក្នុងរឿងភូមិខ្ញុំស្រស់ឆើតឆាយជាមួយនឹងតួឯកស្រីអ្នកនាងសុកសមាវតីដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនអំឡុងការពីជាង10ឆ្នាំមុនមិនស្មានថាពេលនេះលោកធ្លាក់សម្រស់ខ្លាំងមើលសឹងតែមិនស្គាល់នឹងធ្វើការជាអ្នករត់តុនៅភោជនីយដ្ឋានមួយកន្លែងបានប្រាក់ខែ$150ក្នុងមួយខែតាមការឲ្យដឹងពីលោកអឹមជីវ៉ាបានទៅជួបផ្ទាល់ដោយបានបញ្ជាក់ឲ្យដឹងថានីភូធ្លាប់ជាតួឯកកុនជាតារាល្បីមួយរូបឥឡូវនេះឃើញគាត់មកធ្វើការរត់តុធ្លាក់រូបសម្រស់ខុសឆ្ងាយពីមុនភ្នែកស្លក់រៀងស្កើមស្គាំងមើលមិនចង់ស្គាល់ហើយគាត់ក៏ណែនាំខ្លួនថាបងខ្ញុំគឺឡុងវីរៈយុទ្ធហៅនីភូដែលជាតួឯកប្រុសក្នុងរឿងភូមិខ្ញុំស្រស់ឆើតឆាយខ្ញុំបាទអឹមជីវ៉ាគឺជួបលោកឡុងវីរៈយុទ្ធហៅនីភូដែលដោយចៃដន្យទៅហូបអីជាមួយប្អូនៗនៅហាងអូខេមុខថៈបូរីពិភពថ្មីគួរស្រូវ3ឃើញសភាពគាត់ហើយអាណិតណាស់បដូរប្រែប្រួលអស់គ្រប់យ៉ាង